សេចក្តីជូនដំណឹងស្តីពីគោលការណ៍លើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យអនុលោមតាមចំណាត់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី28ខែកក្កដាឆ្នាំ2026លើលិខិតលេខ7768 សហវលសចុះថ្ងៃទី27ខែកក្កដាឆ្នាំ2026របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2026ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អចលនទ្រព្យនិងសាធារណជនជ្រាបថារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រតាមរយៈការលើកលែងនិងអនុគ្រោះផ្នែកពន្ធដារដូចខាងក្រោមផ្ដល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាដែលត្រូវទទួលរងពិន័យស្មើនឹង 100% នៃប្រាក់ពន្ធដែលត្រូវបង់ចំពោះដីកាអមឬដីកាបញ្ជូនហួសរយៈពេល3ខែនៃការបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីរាជធានីខេត្តរហូតដល់ដំណាច់ឆ្នាំ2027អនុញ្ញាតពន្យាសុពលភាពនៃសេចក្តីជូនដំណឹងលេខ367សចនចុះថ្ងៃទី2ខែឧសភាឆ្នាំ2017របស់ទីស្តីការគណៈរដ្ឋមន្ត្រីដោយអនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយចំពោះករណីអចលនទ្រព្យដែលមានសាវតាផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដងត្រឹមដំណាច់ខែកក្កដាឆ្នាំ2026អនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យលើសំណងចុងក្រោយដោយគ្រាន់តែមានលិខិតអនុញ្ញាតសាងសង់ឬមានការបញ្ជាក់ពីសំណងដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទសាងសង់លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិននិងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខដោយមានការបញ្ជាក់អត្តសញ្ញាណនិងទូនាទីភារកិច្ចពីអង្គភាពសម័យការអនុគ្រោះនេះពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋបាលពន្ធបន្ថែមនិងការប្រាក់ដែលបានបង់រួចហើយនោះទេក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់អចលនទ្រព្យដែលមានឯកសារកំពុងដំណើរការនៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីរាជធានីខេត្តឬនៅរដ្ឋបាលសារពើពន្ធសូមមេត្តារុះរាន់មកបំពេញបែបបទនិងនីតិវិធីនៃការចុះបញ្ជីដីធ្លីនិងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យឬពន្ធលើអចលនទ្រព្យដើម្បីអាចទទួលបានកម្មសិទ្ធិបានឆាប់រហ័សក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថាម្ចាស់អចលនទ្រព្យនិងសាធារណជនយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ